ก็แล้วก็ไปสังหาบานเจนมากធ្វើការដែលបង្ហោះសារជាបន្តបន្ទាប់យ៉ាងដូចនេះក្រោយបរាជ័យចំពោះការប្រកួតដោយត្រូវលោកគ្រូពេទ្យបញ្ឈប់ត្រឹមទឹក3បើយើងនិយាយអំពីកីឡាករពេជ្រសង្ហៈកូនសិស្សរបស់លោកគ្រូឆ្នើមពេជ្រសុផានជាការប៉ុណ្ណាដោយដែលបងប្អូនមហាជនហ្វេនអ្នកគាំទ្រគុណខ្មែរបានដឹងទាំងអស់គ្នាហើយដល់ការពីម្សិលមិញត្រូវនៅថ្ងៃទី28ខែមិថុនាឆ្នាំ2025គាត់មានការប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមនោះគឺ Extreme Power Boom ដែលរៀបចំជាពិសេសពីខាងស្ថានីយទូរទស្សន៍ហង Mi HD TV សហការជាមួយនឹងទឹកពិសាកម្ពុជាដែលប្រមូលផ្ដុំសតសឹងតែជាជើងខ្លាំងតែម្ដងនៅក្នុងមួយព្រឹត្តិការណ៍ទន្ទឹមនឹងនេះផងដែរតើតើជាមួយនឹងការដែលពេជ្រសង្ហៈប៉ះជាមួយនឹងកីឡាករឌីមសរុំយើងក៏បានដឹងហើយពួកគាត់សតសឹងតែជាទំពាំងស្នងឫស្សីដែលល្អដែលពោពេញទៅដោយសមត្ថភាពដូចគ្នាហើយអ្វីដែលជាចំណុចគួរឲ្យកត់សម្គាល់តើតើជាមួយនឹងការដែលចេញអាវុធគឺគាត់ធ្វើបានយ៉ាងល្អហើយបងប្អូនហើយគាត់ក៏ធ្វើអស់ពីសមត្ថភាពដូចគ្នាទាំងកីឡាករពេជ្រសង្ហៈនិងកីឡាករឌីមសរុំហើយគូនេះទៀតសោតបងប្អូនបើសិនជាក្នុងលក្ខខណ្ឌមួយពេជ្រសង្ហៈគាត់មិនបាយគាត់មិនមានបញ្ហារបួសធំលោហិតហូរច្រើនវាពេញទឹកតែម្ដងគឺក៏ប្រើជាងនេះទៅទៀតអត់មានហ៊ាននិយាយថាអញ្ចឹងតែម្ដងដោយសារតែពួកគាត់នេះគឺដាក់ចិត្តដាក់កាយឡើងទៅវាយតែម្ដងទោះបីជាក្នុងលក្ខខណ្ឌមួយគេហៅថាទម្រង់របស់កីឡាករឌីមសរុំគាត់រៀងគេហៅថាបិទច្រើនប៉ុន្តែការចេញអាវុធរបស់គាត់មួយក៏ច្បាស់ផងដែរហើយទន្ទឹមនឹងនេះផងដែរយើងក៏សរសើរទឹកចិត្តរបស់កីឡាករពេជ្រសង្ហៈគឺគាត់ស្រេកឃ្លាននឹងជ័យជំនះខ្លាំងមែនទែនបងប្អូននៅទឹក3បន្ទាប់ពីចុងទឹក2កីឡាករឌីមសរុំគាត់វាយឲ្យបែកអញ្ចឹងទឹក3នឹងគាត់ដេញតាមសន្ធាប់តែម្ដងហើយយ៉ាងណាមិញអាវុធរបស់គាត់ក៏វាចូលច្រើនទៅលើកីឡាករឌីមសរុំធ្វើឲ្យឌីមសរុំគាត់គៀងដែរបងប្អូនគាត់ក្តោបដៃអោនមុខចុះហើយសង្ហៈគាត់សាប់ខាងក្រោមប៉ុន្តែដោយឡែកអីតើតើជាមួយនឹងលោហិតហូរកាន់តែច្រើនលោកអញ្ញាកណ្ដាលឃើញយ៉ាងដូច្នោះក៏រុញទៅឲ្យខាងលោកគ្រូពេទ្យបានជូតចេញម្ដងហើយជាលើកទី2ឃើញថាតើតើជាមួយនឹងលោហិតនៅតែហូរអត់ស្រាកស្រានក៏សម្រេចចិត្តប្រើឆន្ទានុសិទ្ធិបញ្ឈប់ការប្រកួតតែម្ដងអញ្ចឹងជារឿងមួយដែលគួរឲ្យសោកស្ដាយសម្រាប់កីឡាករពេជ្រសង្ហៈផងដែរចំពោះការប្រកួតហើយទន្ទឹមនឹងនេះផងដែរបើយើងនិយាយអស់ទៅកីឡាករពេជ្រសង្ហៈគឺជាកីឡាករមួយដែលមិនខុសពីពេជ្រសម្បត្តិទេបងប្អូនបើយើងនិយាយអំពីភាពមោះមុតនៅលើសង្វៀនគាត់មោះមុតហើយមានឆន្ទៈណាបងប្អូនរាល់ការប្រកួតរបស់គាត់តែម្ដងមិនខុសពីពេជ្រសម្បត្តិបងប្រុសរបស់គាត់នោះទេហើយទន្ទឹមនឹងនេះផងដែរយើងបកមកកាន់ទាក់ទងជាមួយនឹងពេជ្រសង្ហៈទៀតសោតក្រោយពេលបរាជ័យដោយលោកគ្រូពេទ្យបានបញ្ឈប់ការប្រកួតត្រឹមពាក់កណ្ដាលទឹក3គាត់ក៏បានចេញមកធ្វើការដែលបង្ហោះសារភ្លាមដែលភ្ជាប់ជាមួយនឹងរូបភាពមួយសន្លឹកហើយបានសរសេរនៅសំណេរយ៉ាងខ្លីដូចនេះថាខ្ញុំចាញ់ហើយចំពោះសារដែលទើបតែបង្ហោះការពីព្រឹកមិញណាបងប្អូនអេដមីនមើលហើយគឺពេញចិត្តខ្លាំងមែនទែនអញ្ចឹងគាត់បានផុសភ្ជាប់ជាមួយនឹងរូបភាពដែលគេហៅថាលោហិតពេញមុខហើយបានសរសេរនៅសំណេរដោយលើកឡើងយ៉ាងដូចនេះកីឡាមានឈ្នះមានចាញ់អ្វីដែលសំខាន់គឺខិតខំប្រឹងប្រែងបន្តទៅមុខទៀតនេះហើយបងប្អូនគឺជាអ្វីដែលអេដមីនចង់ឃើញនៅឆន្ទៈរបស់កីឡាករអញ្ចឹងឈ្នះគឺឈ្នះចាញ់គឺចាញ់ឈ្នះយើងគេហៅថាអបអរសាទរនៅអ្វីដែលជាសមិទ្ធផលចាញ់មានតែការដែលខិតខំប្រឹងប្រែងពង្រឹងនៅសមត្ថភាពរកនៅអ្វីដែលជាចំណុចខ្វះខាតដើម្បីក្នុងន័យមួយអភិវឌ្ឍខ្លួនរបស់យើងឲ្យកាន់តែរីកចម្រើនហើយពេជ្រសង្ហៈនេះអេដមីនគិតថាបើនិយាយអំពីគេហៅថាអ្វីដែលគាត់បាននឹងកំពុងដើរសប្តាហ៍ថ្ងៃនេះអនាគតទៅគាត់នឹងល្អជាងពេជ្រសម្បត្តិបងប្អូនគាត់នឹងល្អជាងពេជ្រសម្បត្តិដោយសារតែអាវុធគាត់មានចម្រុះហើយតើតើជាមួយនឹងចង្វាក់អីក៏លឿនជាងកីឡាករពេជ្រសម្បត្តិផងដែរហើយយ៉ាងណាមិញគឺមានតែពាក្យគេហៅថាគាំទ្រលើកទឹកចិត្តស៊ូខិតខំប្រឹងប្រែងបន្ថែមទៀតឱកាសគឺនៅតែមានសម្រាប់អ្នកខ្លាំងអ្នកដែលមានឆន្ទៈនៅក្នុងការដែលប្រកួតយ៉ាងពិតប្រាកដនៅលើសង្វៀនអញ្ចឹងអេដមីនមានប៉ុណ្ណឹងហើយបងប្អូនយល់យ៉ាងណាក៏អាចចូលរួមខមមិនបញ្ចេញជាមតិយោបល់ក៏ដូចជាពាក្យជូនពរលើកទឹកចិត្តដល់ពេជ្រសង្ហៈដែលជាក្របពេជ្រគុណខ្មែររបស់យើងម្នាក់មួយផងជាចុងក្រោយសូមជម្រាបលា